ថ្ងៃនេះខ្ញុំនឹងប្រាប់ថាធ្វើម៉េចបាន account Facebook របស់ខ្ញុំនឹងផ្ទាល់ខ្លួនអាចរកលុយបានអញ្ចឹងខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីដើមហេតុដើមផលថាធ្វើម៉េចបាន account របស់ខ្ញុំនឹងអាចរកលុយបានហើយខ្ញុំចេះអីគេខ្លះហើយខ្ញុំអត់ចេះអីគេខ្លះអញ្ចឹងខ្ញុំប្រាប់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនឹងតែម្ដងពីដើមដំបូងមកហ្នឹងប្រហែលជា2ឆ្នាំជាងមុនខ្ញុំធ្វើការជាមួយនឹង MMO មានន័យថាយើងរកលុយទៅតាមFacebook អីចឹងទៅហើយខ្ញុំជាម្នាក់ដែលអត់ដែលរៀនសិក្សាសោះឃើញគេរកបានក៏ចង់ធ្វើតាមគេហើយពីមុនខ្ញុំអត់ចេះសោះហ្មងអត់មានបានរៀនសិក្សាអីទេខ្ញុំទៅទិញទូរស័ព្ទដើម្បីទៅធ្វើ MMO នឹងទូរស័ព្ទ Android ចំណាយលុយទិញអស់ប្រហែលជា$80ជាងហើយទៅទិញpage របស់គេ700ទៀតបងប្អូនខ្ញុំចំណាយទាំងខ្លួនឯងអត់ចេះសោះអត់មានបានសិក្សាសោះហើយបងដែលគាត់លក់អា page ឲ្យខ្ញុំគាត់លើកទឹកចិត្តខ្ញុំថាឲ្យខ្ញុំរៀនសិក្សាសិនព្រោះពេលដែលយើងធ្វើអាហ្នឹងយើងអត់ចេះអត់ដឹងយើងនឹងរបៀបថាដូចអាសាបងអញ្ចឹងណាគាត់ព្យាយាមគាត់ថាយើងជាមនុស្សមួយដែលធ្វើអីចង់ទៅតាមអារម្មណ៍ហើយភ្លាមអញ្ចឹងដូចខ្ញុំនិយាយធ្លាប់តែនិយាយឲ្យទៅពេលយើងធ្វើអីដោយគេហៅថាតាមអារម្មណ៍ខ្លះក៏អត់ដែរត្រឹមត្រូវដែរអារម្មណ៍ខ្លះក៏ខាតបង់ដែរអញ្ចឹងព្យាយាមសិក្សាច្បាស់មុននឹងយើងសម្រេចចិត្តធ្វើអីមួយអញ្ចឹងខ្ញុំធ្លាប់ធ្វើអាហ្នឹងខ្ញុំបរាជ័យខ្ញុំធ្វើអត់តឹងងុយហើយអត់លុយទៀតហើយអត់ងុយខ្លួនឯងមិនស្កប់ទេគឺឲ្យប្តីជួយទៀតអញ្ចឹងពេលហ្នឹងប្តីខ្ញុំរវល់ខ្លាំងណាស់ហើយគាត់ជួយធ្វើខ្ញុំទាំងគាត់អត់ឲ្យធ្វើអាហ្នឹងទេអញ្ចឹងអាហ្នឹងត្រូវការពេលវេលាសិក្សាខ្លាំងណាស់អ្នកជំនាញខាងហ្នឹងអាចធ្វើបានហើយខ្ញុំធ្វើពេលហ្នឹងគឺបងប្អូនចំណាយពេលយកផងហើយធ្វើហើយចំណាយពេលមើលតែអាហ្នឹងកាលហ្នឹងខ្ញុំអត់ទាន់មានកូនទេអញ្ចឹងខ្ញុំធ្វើអាហ្នឹងរហូតដល់ពេលទៅយើងអត់បានសិក្សាពេលដាច់ប្រទេសដាច់អីញ៉ៃពេលហ្នឹងគឺយើងធ្វើឡើងសួរគេសួរឡើងយើងមានអារម្មណ៍ធុញខ្លួនឯងបោះបង់ចោលបងប្អូនគឺខ្ញុំបោះបង់ចោលហើយខាតលុយទៀតហើយត្រឡប់មកវិញពេលដែលខ្ញុំឈប់លេងឈប់អី account តែរកលុយបានខ្ញុំឈប់លេងឈប់អីហ្នឹងហើយរយៈពេលថ្មីនេះaccount តួខ្លួនមិនមែនជា page ណា account តួខ្លួនដែលខ្ញុំលេងមាន friend ប្រហែលជា3000នាក់ជាងហ្នឹងគេឲ្យខ្ញុំអាចរកលុយបានគេឲ្យខ្ញុំ set up អាចរកលុយបានហើយវាជា account តួខ្លួនរបស់យើងហើយដល់ពេលហ្នឹងខ្ញុំក៏អត់មានអារម្មណ៍ភើបអីទេខ្ញុំគិតថាអូយធុញណាស់ធ្លាប់ឆ្អែតជាមួយហ្នឹងហើយប៉ុន្តែខ្ញុំដឹងព័ត៌មានបន្ថែមទៀតថាខ្ញុំអាច set up ដាក់ account ផ្ទាល់ខ្លួនរបស់យើងហើយវាអត់បាត់ប្រទេសទេដោយសារយើងនៅប្រទេស account របស់យើងផ្ទាល់ខ្លួនអញ្ចឹងខ្ញុំតែល្អតាអញ្ចឹងខ្ញុំក៏ set up ដោយសារវា invite ឲ្យខ្ញុំរកលុយបានអញ្ចឹងខ្ញុំក៏ set up account ហ្នឹងដើម្បីរកលុយអញ្ចឹងណាហើយណាមួយវាអត់ប្រទេសញ៉ៃដូចពីមុនទេពីមុនខ្ញុំអត់ប្រទេសខ្ញុំសួរគេរហូតអញ្ចឹងស្រួលមែនតើក៏យើងអាចរកលុយបានវាប្រទេសហើយក៏យើងអាច set up account ផ្ទាល់ខ្លួនរបស់យើងមាន AC ឬក៏ AVA ដែលយើងអាចដាក់បានទៅពេលដល់ខែវាគ្រប់លុយគ្រប់កូកាវាធ្លាក់លុយចូលក្នុងកុងអូតូហ្មងអាហ្នឹងបើយើង set up ណាអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាអូខេខ្ញុំសាក់ធ្វើម្ដងទៀតហើយខ្ញុំគិតថាខ្ញុំចំណាយពេលចោលដែរដោយសារអី account ផ្ទាល់ខ្លួនរបស់ខ្ញុំក៏ចិត្តផុសរូបធ្វើវីដេអូដែរអញ្ចឹងខ្ញុំគិតថាទុកចោលតែពេលវេលាយើងម្នាក់យើងអាចរកលុយបានហើយវាគឺជាឱកាសដែលយើងអាចធ្វើបានដែរវាមនុស្សម្នាក់យើងអាចសាក់ធ្វើម្ដងទៀតបានបើយើងបរាជ័យយើងក៏អាចធ្វើម្ដងទៀតបានអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំធ្វើទៅទាំង account របស់ខ្ញុំមានតែ3000នាក់ជាងអញ្ចឹងវាអ្នកមើលអ្នកអីតិចណាស់ប៉ុន្តែខ្ញុំនៅតែសម្រេចចិត្តធ្វើព្រោះដោយសារវាគឺជាអ្វីដែលយើងចូលចិត្តដែរដូចជាកិច្ចថតរូបព្រោះឥឡូវផុសរូបក៏បានលុយ story ក៏បានលុយធ្វើវីដេអូក៏បានលុយគាត់ថា account របស់ខ្ញុំក៏បានតិចទេហើយខ្ញុំចង់ប្រាប់ថាខ្ញុំមិនមែនអ្នកចេះអ្នកជំនាញខាងហ្នឹងទេគឺ Facebook គាត់ឲ្យយើងធ្វើរកលុយបានអញ្ចឹងខ្ញុំក៏សិក្សាខ្ញុំក៏មើលគេហើយក៏ខ្ញុំមានម្នាក់ដែលខ្ញុំធ្លាប់នេះមួយគាត់អញ្ចឹងណាធ្លាប់ឲ្យទិញ account ទិញអីគាត់យើងអាចសួរព័ត៌មានគាត់បានអញ្ចឹងណាហើយហ្នឹងហើយយើងក៏រៀនសិក្សាថែមទៀតអំពីអាហ្នឹងឥឡូវហ្នឹងរៀន
ថតខ្លួនឯងហ៊ានកាត់ខ្លួនឯងដើម្បីអីដើម្បីយើងធ្វើវីដេអូនឹងអញ្ចឹងហ្នឹងហើយខ្ញុំចង់ប្រាប់ថាខ្ញុំអត់ចេះទេគឺខ្ញុំមើលតាមគេតាមឯងដែរទេហើយ account ហ្នឹងគេ set up ហើយគ្រប់គោលការណ៍របស់វាតែវាអាចតម្លាក់ឲ្យក៏វាតម្លាក់ឲ្យអាចរកលុយបានមិនថា account ទូចឬក៏ page ទូច page ធំទេគឺក្រុមហ៊ុនហ្នឹងតាមចិត្តរបស់គាត់តម្លាក់ឲ្យយើង set up បានគ្រាន់ថាយើងព្យាយាមលេងព្យាយាមធ្វើតែរូបឬក៏ផុសដែរយូរក្នុង account របស់យើងទៅវានឹងឲ្យយើង set up ហើយបាច់ដល់ follow ធំឬក៏អ្នក friend ច្រើនអីទេអញ្ចឹងខ្ញុំត្រឡប់មកវិញខ្ញុំក៏ចង់ប្រាប់ទៅតាមនឹងដែរមានអ្នកដែលគេហៅថា page ធំគាត់ធ្វើវីដេអូច្រើនគាត់ធ្វើអីតែអត់តម្លាក់ account តម្លាក់ set up ឲ្យទេអញ្ចឹងក៏វាពិបាកនៅក្នុងនឹងដែរអញ្ចឹងខ្ញុំលើកទឹកចិត្តអ្នកទាំងអស់គ្នាធ្វើទៅបើអ្នកទាំងអស់គ្នាស្រឡាញ់ហើយធ្វើទៅក្នុង account ក្នុង page ផ្ទាល់ខ្លួនរបស់យើងព្រោះគេឲ្យយើងរកលុយបានហើយក្នុងប្រទេសរបស់យើងអញ្ចឹងណាយើង set up វាស្រួលដាក់កងដាក់អីយើងមិនញ៉ៃញ៉ៃដូចមុនទេអញ្ចឹងធ្វើទៅលើកទឹកចិត្តអ្នកទាំងអស់គ្នាធ្វើហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរកុំអស់សង្ឃឹមខ្ញុំឥឡូវកំពុងតែរៀនធ្វើបដាទោះបានលុយតិចប៉ុន្តែក៏អរគុណអ្នកទាំងអស់គ្នាដែលមើលវីដេអូខ្ញុំហើយសង្ឃឹមថាអ្នកទាំងអស់គ្នាជួយ share ចែករំលែកលើកទឹកចិត្តអ្នកដែលកំពុងតែចាប់ផ្ដើមថ្មីឬក៏ចង់ធ្វើវីដេអូបន្ថែមទៀតដើម្បីរកចំណូលបន្ថែមទៀតដែរអញ្ចឹងណាអញ្ចឹងអរគុណច្រើនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ